អូនចឹងបងមកបរៀនពីរបៀបភ្ជាប់ជាមួយនឹងអាដងនេះហើយជាមួយនឹងការប្រើប្រាស់ណាអញ្ចឹងកាមេរ៉ាយើងដាក់ទៅរូបរាងបែបនេះណាអញ្ចឹងយើងកន្លែងដាក់ថ្មវាក្នុងក្រោមនេះថ្មវាអញ្ចឹងយើងដាក់មកញ៉ាត់ភ្លឹបចេះមកហើយ memory card ញ៉ាត់វាចេះមកបិទការ៉ូឲ្យមានសន្ទះបិទសន្ទះចេះអញ្ចឹងពុំជួយមើលឃើញមិញពុំវាមានពាក្យថាពុំអានេះគឺបិទបើកអានេះគឺម៉ូដអញ្ចឹងពេលដែលយើងបើកគ្រឿងយើងចុចវាផ្អឹបចេះមកចុចវាចេះវានឹងចេញរូបភាពបែបនេះណាអញ្ចឹងសម្រាប់ការប្រើប្រាស់បងនឹងបរៀនពីរបៀបភ្ជាប់សិនអញ្ចឹងយើងមូលអានេះមកអានេះមូលច្រាស់ចេះមកចូលសំតែបងមូលសិនមូលចេះមកពេលដែលយើងមូលចេះហើយចូលចាំតិចពេលដែលយើងមូលចេះហើយគឺដំបូងឡើយគឺយើងចុចពាក្យថា menu ចុច menu ហើយយើងមករកចំអាកន្លែងសញ្ញាផែនដីនេះណាវាអាចតារូបវាអាចនៅផ្សេងអញ្ចឹងយើងចុចមកកន្លែងផែនដីចូលចុចឲ្យវាដល់លឺហើយវាមកសញ្ញាផែនដីអញ្ចឹងយើងចុចមកសញ្ញាផែនដីចុចមកយើងចុចចុះមកក្រោមយើងរកពាក្យថាវាណាចេះនេះBluetooth setting អញ្ចឹងយើងចុចមកខាងក្រោមចុចកណ្ដាលបន្ទាប់មកយើងចុចបើកនេះ Bluetooth function នេះចុចកណ្ដាលហើយយើងចុចបើក on ពេលដែលបើក on ហើយយើងនឹងចុចចុះមកក្រោមពាក្យថា pairing ចុចមក pairing ចុចកណ្ដាលហើយយើងនឹងចាប់ដើមបើកជើងអញ្ចឹងសម្រាប់ជើងទី1គឺយើងចុចអាពុំphoto និងអាពុំអក្សរ T នេះអក្សរនេះចុចផ្អឹបអញ្ចឹងយើងចុចផ្អឹបជាមួយគ្នាទាំងពីរមកចុចផ្អឹបឲ្យយូររហូតដល់វាលោតសញ្ញានៅលើកាមេរ៉ានេះអញ្ចឹងវាលោតសញ្ញានេះឲ្យយើងគណិតយើងចុចកណ្ដាលអូខេពើបវាជាប់ហើយប៉ុន្តែវាអត់ទាន់អាចថតបានទេវាអត់ទាន់អាចcontrol demo នេះបានទេអញ្ចឹងយើងចុចពាក្យថា menu យើងចុចមកក្រោមរកពាក្យថា Bluetooth នេះ RMT នេះចុចនេះចុចកណ្ដាលទៅប្រទេសគឺយើងបើកអានេះដោយសារដំបូងឡើយវាអត់បើកចេះតែវាបិទតែដោយសារយើងចុចមកបើកវា on ចេះមកអញ្ចឹងវានឹងបើកធម្មតាអញ្ចឹងយើងចុចអាពុំសញ្ញាថតនឹងចុចឲ្យវាចេញមកហើយយើងចាក់ថតសាក់មើលបានទេឃើញទេចុចថតអានេះពុំថតអានេះពុំ zoom ចេញ zoom ចូលឃើញទេ zoom ចេញអានេះ record video អញ្ចឹងណាអញ្ចឹងអានេះថតរូបពុំនេះពុំថតរូបនេះថតវីដេអូពុំថតវីដេអូឃើញ record video អញ្ចឹងមានតែប៉ុណ្្នឹងឯងអូនអញ្ចឹងណាឥឡូវយើងបិទសិនយើងមកប្រាប់ពីអានេះយើងបានមួយហើយអញ្ចឹងយើងមកបរៀនពីពុំប្រើនីមួយសម្រាប់ពុំខាងលើនេះគឺពុំ mode អានេះគឺពុំថតវីដេអូអានេះគឺពុំថតរូបអញ្ចឹងពុំ mode ពេលដែលយើងចុច mode ទៅវានឹងចេញ mode ឲ្យយើងរើសវាមាន mode auto mode P mode A mode S mode M អីចឹងទៅតែបើសិនជាយើងអត់ជំនាញអត់ធ្លាប់ប្រើកាមេរ៉ាពីមុនទេបងណែនាំឲ្យប្រើ mode A វាមានភាពងាយស្រួលតែបើចង់ដាក់ auto ក៏បានដែរអានេះ auto អានេះ mode A អញ្ចឹងដាក់ mode A ទៅmode A អ្វីដែលយើងមើលគឺយើងព្យាយាមមើលទៅនេះអាកញ្ច aperture ពី22 2.2 អញ្ចឹងអានេះគឺយើងតម្លាក់វា 1.8 មកជប់ណាចេះជប់អញ្ចឹងយើងតម្លាក់វាសល់ 1.8 ពេលដែលយើងថតវីដេអូ vlog ថតអីយើងដាក់វា 1.8 ទៅហើយសម្រាប់សេរីអាពុំនេះពុំនេះអានេះយើងអាចមូលវាបានឃើញទេពេលយើងមូលទៅលេខវាដើរហើយអញ្ចឹងអានេះយើងអាចគ្រប់គ្រងនេះបានហើយតាក់ទងជាមួយពលឺឧទាហរណ៍តើណែថតរូបមកពោះណាហើយយកមកឆែកមើលរូបពុំនេះពុំឆែកមើលរូបហើយយើងមានអារម្មណ៍ថារូបភាពយើងរៀងងងឹតអញ្ចឹងអូនឯងចុចឲ្យវាចេញជារូបថតឲ្យធម្មតាចេះសិនឲ្យវាចេញជាវីដេអូហើយអាពុំខាងក្រោមនេះគេឡើងជាវឹសពលឺជាទូទៅស្តង់ដារវាចំណុច0តែបើថាយើងចង់ឲ្យវារៀងភ្លឺយើងអាចបូកវា1កម្ម2កម្មទៅយើងថត vlog ថតអីទៅវាបូកវាយើងភ្លឺល្អស្អាតល្អអញ្ចឹងណាហើយតាក់ទងជាមួយ ISO តាក់ទងជាមួយ speed គឺកាមេរ៉ាវានឹងកំណត់ខ្លួនវាអញ្ចឹងអូនឯងស្រីតានេះទៅបានហើយពីនេះណាសម្រាប់ record video អានេះហើយពុំ mode អានេះហើយតាក់ទងជាមួយនឹងមើលរូបភាពពុំនេះអានេះមើលរូបភាព
ហើយតើតូនជាមួយការលុបនេះសញ្ញាធុងសកម្មចុចនេះមកចុចខាងលើចុចកណ្ដាលអញ្ចឹងមានន័យថាអាវងក្រមឆ្វេងស្ដាំលើអីហ្នឹងគឺពុំដែលយើងចុចចុះក្រមចុចទៅចំហៀងចុចទៅលើចុចទៅឆ្វេងអីចឹងអាពុំកណ្ដាលគឺពុំអូខេអញ្ចឹងណានេះគឺបើសិនជាយើងចង់ចុចចង់ចុចទៅសេរី setting អីញ៉ៃទៀតជួយបងចឹងបងមុនដាក់ទៅបងសេរីឲ្យ setting ឲ្យមកស្អាតសិនព្រោះអានេះមិនបាច់ចាំទៅប៉ះពាល់វាទេអានេះគឺមុនដងដាក់ទៅគឺបងនឹងសេរីឲ្យមកស្អាតជូនចឹងបាច់ចាំទៅប៉ះពាល់វាទេតែប៉ះពាល់វាអាចថតលេងកើតមកដោយសារវាញ៉ៃច្រើនពួកនេះចឹងអូខេអស់ហើយនេះចឹងណាអញ្ចឹងពួកអានេះបងណែនាំថាមិនបាច់ចាំចូលទៅញ៉ៃជាមួយវាទេអាពុំនេះហ่าតែយើងជួយទៅដូរនេះដូរនោះទៅវាអាចថតអត់ស្អាតទេអញ្ចឹងបងដាក់តាំងហើយអានេះគឺតាំងម្ដងគឺតាំងហើយគឺហើយតាក់ទងជាមួយអានេះណាហើយសម្រាប់អាពុំខាងជាងហៀងនេះមើលណាអាជាងហៀងនេះជាងហៀងនេះបើសិនតែយើងចង់ថតតាំងនាទីឧទាហរណ៍យើងទៅដើរលេងតឯងយើងចង់ថាតាំងនាទីយើងចង់តាំងវិ10វិសែនអីអញ្ចឹងយើងអាចមកតាំងអានេះបាននេះតាំងនាទីតាំងអីចឹងថាតែយើងចង់ថតរូបមកពោះវិញយើងចុចទៅលើវិញធម្មតាវិញអានេះថតរូបមកពោះវិញធម្មតាអញ្ចឹងណាហើយសម្រាប់បិទគ្រឿងបិទអានេះដូចគ្នាហើយសម្រាប់ការតនេះគឺវាមានរុនជាមួយនឹង microphone ដោតជាមួយនឹង microphone រុនខាងលើមួយ microphone ហើយសម្រាប់ដូចកដាលគឺយើងចូលថ្មដូចបញ្ចូលថ្មនេះនេះដូចយើងបញ្ចូលថ្មពេលដែលយើងដោតទៅនេះដូចពេលដែលយើងដោតទៅវានឹងមានភ្លើងក្រហមទៅនេះលូនទៅនេះមួយភ្លើងក្រហមភ្លើងលើងណាពេលដែលថ្មពេញមានតែភ្លើងវិញលួតចឹងបិទទៅវិញហើយតាក់ទងជាមួយនឹងអាដុំនេះគឺដុំសម្រាប់យើង live shot ដុំខាងក្រោមចឹងវាមាន3ដុំ live shot ដុំបញ្ចូលថ្មនិងរុនសម្រាប់ដាក់ microphone ចឹងមានតែប៉ុណ្្នឹងឯងអូនតាមការប្រើប្រាស់អត់មានអីតសេរីអីញ៉ៃទេគឺបងដាក់ឲ្យបងស្រីឲ្យមកស្អាតហើយណា